มันตีไปสู้เป็ดខ្ញុំสู้เป็ดអត់ស្គាល់លេខឡានเป็ดហ្នឹងยังไงพวกเขากะสู้ตามเราអញស៊ូបាននៅយើងសុំសរសើរសមត្ថកិច្ចនៅស្រុកតពុងត្របែកខេត្តព្រៃវែងផងដែរសរសើរមែនតើគឺអត់មានមកសម្រួលចរាចរណ៍ស្អីទេយើងគឺសរសើរណានេះបងប្អូនយើងមើលនឹងនិយាយដើម្បីផ្សាយដើម្បីឲ្យល្អបែបតែសំណាងណានេះសំណាងនេះប្តីជនជាតិប៉ាគីស្ថានបានទៅកិច្ចម៉ូតូទៅកិច្ចម៉ូតូទៅមកដួលលើខ្ញុំឈប់ហ្នឹងបាទហើយប្តីខ្ញុំគិតទៅនឹងចូលក្នុងឡានទៅបានបើមានរបួសឈាមបានអានេះពេលខ្ញុំហែកចောက်ឡានយកប្តីខ្ញុំអូប្តីក្នុងមកដែរប្តីគាត់មិនដែរប្តីខ្ញុំជឿនៅខាងទីស្មាតែបងទៅតែស្មាក្នុងលៀនស្មាបងទៅពេលខ្ញុំហែកទៅបានដាច់តែបន្តិចបាទបងបាទហ្នឹងហើយក៏ទៅស្មាមែនតើឡើងក៏ពេចអស់នេះដល់តែគាត់នឹងជួយខាងនេះបងនេះខ្ញុំនៅអង្គុយខាងដល់ពេលខ្ញុំចុះមកពីខាងឆ្វេងខ្ញុំចូលទៅបញ្ចូលទៅប្តីខ្ញុំក៏ទៅបញ្ចូលទៅខាងក្នុងហ្នឹងទៅពាក្យខ្សែក្បាត់រួចទៅបានបើកផងខ្ញុំថាចាំទិញទឹកហូបសិនចាំទៅកងឡានធំតាណាហ្នឹងទៅកងឡានពេលខ្ញុំចេញខ្ញុំយកប្តីខ្ញុំចេញខ្ញុំអង្គុយកងឡានរត់បាត់អូរត់អីនៅយើងសុំសរសើរសមត្ថកិច្ចនៅស្រុកតពុងត្របែកខេត្តព្រៃវែងផងដែរសរសើរមែនតើគឺអត់មានមកសម្រួលចរាចរណ៍ស្អីទេយើងគឺសរសើរណាប៉ុន្តែអត់ទាន់មានវត្តមានសមត្ថកិច្ចអ្នកព័ត៌មានពីស្វារៀង30-40គីឡូបានបញ្ចុះដល់ទីតាំងកន្លែងកន្លែងហើយប៉ុន្តែអត់ទាន់មានវត្តមានទេគឺសរសើរមែនតើដល់វត្តមានសមត្ថកិច្ចអត់ធ្វើចរាចរណ៍សើសមត្ថកិច្ចអត់ធ្វើចរាចរណ៍នៅជួនងអនុពីមុខសុំសរសើរសមត្ថកិច្ចស្រុកកំពង់ត្របែកសរសើរអស់ថ្លើមពីប្រមាត់បេះដូងពវៀនពូតាំងតែម្ដងគឺយូរហើយអ្នកព័ត៌មានចេញពីស្វាយរៀងពីបសោទៅ30-40គីឡូមកដល់ផ្សាយឡាយកន្លះប៉ោងហ្នឹងចនអត់ទាន់ឃើញមានវត្តមានសមត្ថកិច្ចមកជួយសម្រួលចរាចរណ៍ស្អីទេតែចឹងសូមសរសើរសមត្ថកិច្ចខាងកំពង់ត្បែកក៏ធ្វើការអត់មែនទែនអត់មកអត់កូនដៃចរាចរណ៍គាត់នឹងប្រហែលជា1គីឡូជាងទេដល់កូនដៃចរាចរណ៍នៅខាងលិចនៅកម្ពុជា1គីឡូទេប៉ុន្តែគាត់អត់ទាន់មកដល់ទីតាំងកន្លែងកើតហេតុទេមកតាំងពីបសោតនេះទៅគឺកន្ទុង30-40គីឡូបាទមកដល់ទីតាំងកន្លែងកន្លះម៉ោងហើយអត់ទាន់មានវត្តមានសមត្ថកិច្ចចរាចរណ៍ឬក៏សមត្ថកិច្ចខាងកំពង់ត្បែកមកជួយសម្រួលចរាចរណ៍ស្អីទេចាត់ទេបាទអញ្ចឹងគឺសរសើរទី1ទី2ទៀតឡានប៉ែតក៏អត់មានបើសិនជាគ្រោះថ្នាក់ចរាចរណ៍បើអត់មានទេណាគឺអត់មានលេខឡានប៉ែតទេដោយសារតែមន្ទីរប៉ែតសួរប៉ែតខ្ញុំសួរប៉ែតអត់ស្គាល់លេខឡានប៉ែតហ្នឹងยังไงพวกเขากะสู้ตามเราអញសួរបាននៅមកបងសុំសួរគាត់ខាងសមត្ថកិច្ចមែនបងអញ្ចឹងអត់មានដាក់សមត្ថកិច្ចចរាចរណ៍មកជួយសម្រួលចរាចរណ៍ទេមកតាមក្រោយបងទៅសារគាត់មកពីស្រុកមកដល់ពេលអញ្ចឹងរៀងយឺតយ៉ាវពីកងមួយទៅសារតែមានបញ្ហាចុះកម្លាំងប៉ុស្តិ៍រដ្ឋបាលអីអត់មាននៅគុំប្រចាំគាត់អត់ទេអញ្ចឹងដាក់កម្លាំងប៉ុស្តិ៍មកជួយសម្រួលចរាចរណ៍ទេគាត់មកតាមក្រោយបងគាត់មកតាមក្រោយទេកម្លាំងប៉ុស្តិ៍ចិត្តហ្នឹងណាបាទនៅឆ្ងាយទេតែបងហើយចាំបានគីឡូដែរបងហើយ2-3គីឡូទេ2-3គីឡូអីប៉ុន្តែគាត់មកតាមក្រោយបងគាត់មានបានដោយសារតែយើងមាន level ផ្សេងច្រើនបងដល់ពេលអញ្ចឹងបាទអត់ទេបងគាត់ដោយសារខ្ញុំ30គីឡូជាងខ្ញុំមកដល់ឡាយហើយដល់ឃើញវត្តមានសមត្ថកិច្ចជួយសម្រួលចរាចរណ៍អញ្ចឹងណា